ជំរាបសួរសួស្តីថ្ងៃនេះមានពាក្យ par យកមកចែករំលែក PART que veut dire ce mot គឺជា nom féminin une part បានន័យថាម្ដុំឧទាហរណ៍ខ្ញុំថាអូ moi je veux une part de gâteau moi je souhaite ou je voulais manger une part de pizza donc part une part មួយទៀតនៅក្នុងសំណួរវោហារស័ព្ទមួយ faire chambre à part faire ជាកិច្ចសព្ទ chambre គឺបន្ទប់គេdonc faire chambre à part មានន័យថាគេងបែកបន្ទប់គ្នាគេសួរអញ្ចឹងឬក៏ខ្ញុំមិត្តភក្តិជិតស្និទ្ធគេសួរ alors comment ça se passe avec ton copain មួយកូប៉ាំងមួយសង្សារដែលនៅជាមួយគ្នាមិនទាន់ការណាព្រោះនៅស្រុកបារាំងគេនៅមួយគ្នាមុនមិនទាន់ការមិនទាន់អីចឹងទៅ donc un copain ឬក៏ copine ជាស្រីសួរថា oh alors avec ton copain ឬក៏ta copine ម្នាក់ទៀតគាត់ថា moi avec mon copain on fait chambre à part មួយសង្សារខ្ញុំដេកបែកបន្ទប់គ្នា à part មួយទៀតមានវត្ថុច្រើនអញ្ចឹង est-ce que tu veux tout ça ខ្ញុំថា oh à part les bananes je veux tout បានតែខ្ញុំចង់បានទាំងអស់តែក្រៅពី banane ចេញក្រៅពីចេកចេញខ្ញុំលើកបៀតចេកចេញណា prends tout បានតែក្រៅពីចេក3 4ផ្លែហ្នឹងខ្ញុំយកទាំងអស់